ឥណ្ឌានឹងលក់មីស៊ីកំណត់គោលដៅ5ម៉ោងទៅឲ្យវៀតណាមភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពីយិនសិនម្សៅទឹកដោះគោ Star Crop Plus អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Brai រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Rajesh Kumar Singh បានបញ្ជាក់ថាប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដើម្បីផ្គត់ផ្គង់មីស៊ីកំណត់គោលដៅ5ម៉ោងដល់ប្រទេសវៀតណាមយោងតាមសារព័ត៌មានអធិចេញផ្សាយនៅថ្ងៃទី1ខែមិថុនាឆ្នាំ2026ថាលោកស៊ីងបានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅប្រទេសសិង្ហបុរីកាលពីចុងសប្តាហ៍មុនថាកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសឥណ្ឌូនេស៊ីកិច្ចព្រមព្រៀងនេះបាននឹងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយលោកស៊ីងបានមានប្រសាសន៍ថាខ្ញុំយល់ថាទាំងជាមួយប្រទេសឥណ្ឌូនេស៊ីនិងជាមួយប្រទេសវៀតណាមកិច្ចព្រមព្រៀងនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយតាមពិតទៅសម្រាប់ប្រទេសវៀតណាមខ្ញុំយល់ថាវាត្រូវបានចុះហត្ថលេខារួចហើយប្រហែលជាមិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេប៉ុន្តែវាត្រូវបានចុះហត្ថលេខារួចហើយប្រធានាធិបតីវៀតណាមលោកតូលឹមបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងដំណើរទស្សនកិច្ចជាផ្លូវការកាលពីដើមខែមុនប្រទេសវៀតណាមបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី2ដែលបានបញ្ជូនមីស៊ីបញ្ជាលបឿនជាងសម្លេងទៅក្នុងឃ្លាំងអាវុធរបស់ខ្លួនកាលពីឆ្នាំមុនប្រទេសហ្វីលីពីនបានក្លាយជាអតិថិជនភាគីទី3ដំបូងគេសម្រាប់ប្រព័ន្ធមីស៊ី5ម៉ោងដោយទទួលបានការដឹកជញ្ជូនជាចាំបាច់ដំបូងនៅក្នុងខែមេសាក្រោមកិច្ចព្រមព្រៀងចំនួន$375 លានដែលបានចុះហត្ថលេខាក្នុងឆ្នាំ2023